Yes hello ចឹងបានឃើញស្រាប់ហើយថាលើកនេះគឺប្លែកខុសពីរាល់ដងតែរាល់ដងខ្ញុំគ្រាន់តែថតវីដេអូឲ្យអត់និយាយទាំងអស់ដាក់មកចម្រៀងហើយចឹងថ្ងៃហ្នឹងអត់មានអីច្រើនទេគ្រាន់តែខ្ញុំមាន topic មួយចង់លើកមកនិយាយតាក់ទងនឹង time ហើយនឹង ourselves ចឹង topic ហ្នឹងវាមិនមែនជាមាន topic អីមួយច្បាស់លាស់ទេគ្រាន់តែខ្ញុំចង់និយាយ time is fast ដល់ពេលដល់វ័យមួយខ្ទង់អាយុ20ជាងគឺលឿនមែនតើពេលដែលយើងរវល់ជាមួយការងារវិកមួយទៅមួយវិកគឺលឿនមែនតើឥឡូវឃើញស្រាប់ហើយថាដាច់ឆ្នាំទៀតហើយវាមក26ឥឡូវហើយសម័យមើល2019គឺ6 7ឆ្នាំមុនហើយគឺលឿនមែនតើចឹងបានថាពេលខ្លះយើង try to ចង់ enjoy តែយើងគិតខ្លាចនេះខ្លាចនោះខ្លាចគេមើលឃើញចេះខ្លាចគេមើលឃើញចោះតែយើងក៏លេងមកវិញគឺមនុស្សយើងមាន life រៀងខ្លួនហើយសំខាន់លើយើងជីវិតយើងមានតែមួយទេអញ្ចឹងបើថាជ្រុលយើងបនក្នុង life នេះហើយយើងគួរតែ enjoy the fullest អញ្ចឹងបើយើងស្រឡាញ់យើងចង់ធ្វើអីមួយហើយ do it ចង់ post វីដេអូ TikTok ចង់ post blog ចង់ post អីក៏ដោយ do it អញ្ចឹងគឺអត់មានអីខាតទេអត់ទៅប៉ះពាល់ដល់គេទេហើយយើងធ្វើអ្វីយើងចង់ធ្វើខ្លួនឯងអញ្ចឹង yeah time is fast time is very short អញ្ចឹងមិនថា if you want to do something do it មានតែប៉ុណ្្នឹងឯង thank you